28 ខែ 6 ឆ្នាំ 2025 ពីម្សិលមិញខ្ញុំបានទទួលដំណឹងឮសម្ដេចមេប្រសាសន៍បាទសម្ដេចចុះទៅខេត្តឧត្តរមានជ័យមន្ទីរមានជ័យខ្ញុំបាទឮសម្ដេចមេប្រសាសន៍ថាលោកនឹងស្នើទៅក្រសួងយុតិធម៌ដើម្បីធ្វើច្បាប់មួយដាក់នរណាដែលមិនគ្រប់គ្រងរាជរដ្ឋាភិបាលទៅគ្រប់គ្រងបរទេសសម្ដេចនឹងដកសេចជាតិអ្នកទាំងនោះបើសិនជារដ្ឋធម្មនុញ្ញវាមានសម្ដេចអាចធ្វើបានឬមួយប៉ុន្តែរឿងរដ្ឋធម្មនុញ្ញអីសម្ដេចអាចធ្វើបានទាំងអស់ហ្នឹងព្រោះអាហ្នឹងគឺសម្រាប់ពិសោធនកម្មបានហ្នឹងហើយតែសម្ដេចថាហើយអ្នកក្រមក្រសួងយុតិធម៌ឬក្រសួងដទៃគេអនុវត្តណាសម្ដេចគ្រាន់តែថាតែមួយម៉ាត់ចេញមកហ្នឹងគេគ្រប់គ្រងមុនម៉ាត់ទៅហើយដូច្នេះមានបញ្សុំបញ្ជាក់ថាសម្ដេចជាមហាអធិរាជនៅប្រទេសកម្ពុជាមេដឹកនាំដ៏កំពូលហើយលោកនោះមានប្រជាប្រិយណាស់ដែលប្រជាជនលោកគ្រប់គ្រងមិនថាគណៈបកប្រឆាំងឬមិនប្រឆាំងទេគឺអ្នកជាតិនិយមសម្ដេចធ្វើមកក្បាច់អំពីសម្ដេចប្តឹងទៅ ICJ អំពីប្រាសាទរបស់ខ្មែរដែលថៃគេថារបស់គេនោះគឺគេគ្រប់គ្រងអ្នកជាតិនិយមគ្រប់គ្រងច្រើនណាស់ក៏ប៉ុន្តែបើសម្ដេចធ្វើច្បាប់ហ្នឹងហើយស្រាប់តែពួកអ្នកទាំងអស់នោះឈប់គ្រប់គ្រងអ្វីមួយដែលដូចជាសម្ដេចប្តឹងឲ្យឈប់ប្តឹងវិញឧទាហរណ៍ណាហើយតើគេមិនគ្រប់គ្រងតើសម្ដេចអាចដកសញ្ជាតិបងប្អូនទាំងអស់កន្លះប្រទេសរាប់ពាន់ម៉ឺនសែនលានឬក៏ពាក់កណ្ដាលប្រទេសខ្ញុំមិនហ៊ានថាទូទាំងប្រទេសទៅណាបាទអញ្ចឹងហើយសម្ដេចអាចដកអ្នកទាំងនោះបាទដកសញ្ជាតិអ្នកទាំងនោះពាក់កណ្ដាលប្រទេសតើអស់ទាំងអស់ខ្មែរបាទទៅហើយបាទឧទាហរណ៍ខ្មែរមាន17លានអ្នកចាប់ដកមកណាអស់8 9លានអ្នកបាត់ហើយហ្នឹងឬមួយក៏ដល់ដកហើយមានប្រជាជនដទៃគេមកបំពេញបន្ថែមឲ្យគ្រប់អាហ្នឹងខ្ញុំក៏មិនដឹងដែរខ្ញុំមិនហ៊ានថាទេណាបាទសម្ដេចធ្វើអីក៏បានដែរវិសោធនកម្មគ្រាន់តែថាសម្ដេចអាចធ្វើបានហើយព្រោះគ្មានពេលណាដែលខ្លាំងក្លាព្រោះសម្ដេចរាល់ថ្ងៃនេះគឺធំធេងណាស់នៅក្នុងប្រទេសកម្ពុជាយើងគ្មានអ្នកណាប្រៀបផ្ទឹមបានទេបាទសម្ដេចចង់ធ្វើអីក៏បានដែរបាទព្រោះសម្ដេចមានតាំងពីអំណាចមានតាំងពីហិរញ្ញវត្ថុច្រើនណាស់ដែលចឹងឲ្យបពុកូនចៅនៅជុំវិញសម្ដេចសិតតែក្រុមគ្រួសារសម្ដេចទាំងអស់សម្ដេចធ្វើអីក៏បានដែរគ្មានពីណាមួយហ៊ានក្អកទេនៅក្នុងក្រៅប្រទេសគេអាចហ៊ានថានិយាយខ្លះតែនៅក្នុងប្រទេសវិញគឺមាត់ឈឹងតែស្គរសម្ដេចថាឆ្វេងសម្ដេចថាស្ដាំគឺស្ដាំខ្ញុំគាត់បញ្ជាក់បន្តិចបន្ថែមថាចុះបើស្នាជាអ្នកដែលមិនគ្រប់គ្រងសម្ដេចអ្នកដែលផ្ទុយពីសម្ដេចកន្លះប្រទេសហើយសម្ដេចអាចដកគេទាំងអស់គ្នាយ៉ាងម៉េចបាទសូមសម្ដេចពិចារណាមើលហើយបងប្អូនទាំងអស់គេអត់ពេញចិត្តរឿងសម្ដេចរឿងថាដកសញ្ជាតិចឹងតែហ្នឹងខ្ញុំទៅតាមខ្ញុំស្ដាប់មើលគ្រាន់តែមួយថ្ងៃគឺប្រតិកម្មខ្លាំងទៅហើយបាទហ្នឹងសូមតែបើអ្នកក្បត់ជាតិសម្ដេចអាចធ្វើបានតែបើគេមិនក្បត់ជាតិគឺគ្រាន់តែពាក្យផ្ទុយគេមិនគ្រប់គ្រងសម្ដេចដកអាហ្នឹងគឺមិនយុត្តិធម៌ទេអយុត្តិធម៌ហើយកុំភ្លេចថាពៀតពៀកម្មប្រែមកថាអំពើដែលណាធ្វើនឹងទទួលបើធ្វើល្អទទួលល្អទៅតែបើធ្វើអាក្រក់មុខតែទទួលផលអាក្រក់ជាមិនខាន